Mà bạn groupគ្នាទាំងអស់សុទ្ធតែទទួលបានការ support ឬមួយក៏គាំទ្រពីមនុស្សជុំវិញខ្លួនឬមួយក៏សមាជិកគ្រួសារទេខ្លះនៅពេលដែលសម្រាប់ចិត្តធ្វើអ្វីមួយគឺមានតែខ្លួនឯងជាមួយនឹងគោលដៅដែលខ្លួនឯងបានកំណត់ឡើងមិនមានអ្នកគាំទ្រមិនមានអ្នកផ្ដល់យោបល់ឬមួយក៏ជំនួយផ្សេងហើយពេលខ្លះក៏អាចមានការចំទាស់ពីសមាជិកគ្រួសារឬមួយក៏មនុស្សជុំវិញខ្លួនអញ្ចឹងទៅខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាចំពោះបញ្ហានេះវាកើតឡើងទៅលើស្ទើរតែទាំងអស់ហើយសម្រាប់យើងគ្រប់គ្នាជាពិសេសគឺនៅពេលដែលយើងព្យាយាមកសាងអ្វីមួយដែលធំហើយឬមួយក៏ព្យាយាមធ្វើអ្វីមួយដែលថ្មីមិនមានអ្នកធ្វើពីមុនមកវាគឺជារឿងងាយទេដែលធម្មតាទេនៅពេលដែលអ្នកដតីមើលមិនឃើញពី vision ឬមួយក៏ការសម័យសម័យរបស់យើងតែខ្លួនយើងដឹងថាយើងធ្វើអ្វីបានហើយយើងអាចធ្វើបានជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើនឹងហើយយើងកំពុងតែមានភាពជឿជាក់ប៉ុន្តែអ្នកដតីវាគឺជារឿងធម្មតាទេនៅពេលដែលគេមិនជឿមកលើយើងថាយើងអាចធ្វើបានអញ្ចឹងទៅយើងគួរតែធ្វើជាមនុស្សម្នាក់ដែលទះដៃឲ្យខ្លួនឯងមុននឹងអ្នកដតីមកទះដៃឲ្យយើងធ្វើជាអ្នក support ឲ្យខ្លួនឯងមុននឹងអ្នកដតីមកធ្វើជាអ្នកគ្រប់គ្រងរបស់យើងនេះគឺជា basic មួយដែលយើងគួរតែមានផងដែររៀនលើកទឹកចិត្តខ្លួនឯងហើយគ្រប់គ្រងខ្លួនឯងព្រោះនៅលើលោកនេះអត់មាននរណាមួយមកគ្រប់គ្រងមកជួយយើងបានទេក្រៅពីយើងខ្លួនយើងផ្ទាល់ពួកគេរវល់រស់នៅជីវិតរបស់គេហើយយើងក៏រវល់រស់នៅជីវិតរបស់យើងអញ្ចឹងធ្វើរឿងណាដែលយើងគិតថាត្រឹមត្រូវហើយយើងធ្វើបានប៉ុណ្ណាទទួលយកបានប៉ុណ្ណឹងទៅព្រោះយើងទាំងអស់គ្នាសុទ្ធតែរវល់រស់នៅជីវិតផ្សេងពីគ្នាហើយយើងរស់នៅយើងឬគេរស់នៅគេអញ្ចឹងទៅអញ្ចឹងមិនចាំបាច់ទៅពឹងពាក់លើណាគេទេគឺបើសិនជាយើងមានខ្លួនឯងគឺយើងគ្រប់គ្រាន់សម្រាប់ធ្វើរឿងណាមួយដែលយើងគិតតែចង់ធ្វើបានហើយជាពិសេសគឺនៅចំណុចមួយទៀតអ្នកនរគ្នាភាពរីកចម្រើនពិតប្រាកដរបស់យើងគឺចេញពីខាងក្នុងគឺនៅពេលដែលអត់មានណាគេមួយដែលមើលឃើញគឺនៅពេលដែលអ្នកដតីមិនមានចាប់អារម្មណ៍មកលើយើងប៉ុន្តែយើងកំពុងតែអភិវឌ្ឍខ្លួនឯងអាហ្នឹងគឺជាភាពរីកចម្រើនពិតប្រាកដមិនមែនយើងរីកចម្រើននៅពេលដែលគេឃើញទេនៅពេលដែលយើងនៅផ្ទះនៅកន្លែងដែលអត់មានមនុស្សហើយយើងកំពុងតែបង្កើនសមត្ថភាពខ្លួនឯងពីបន្តិចម្ដងអាហ្នឹងគឺជាភាពរីកចម្រើនពិតប្រាកដរបស់យើងមួយចំណុចទៀតដែលអត់សូវមានអ្នកនិយាយអ្នកនរគ្នាគឺជាធម្មតាជាទូទៅមកជីវិតរបស់យើងគឺយ៉ាងហោចណាស់ក៏មានមួយដែរដែលចូលមកជីវិតយើងដើម្បីមកគ្រប់គ្រងយើងប៉ុន្តែមនុស្សផ្សេងគ្នាមនុស្សទាំងអស់ចូលមកក្នុងជីវិតយើងគឺគ្រប់គ្រងយើងមកជួយយើងតាមវិធីខុសគ្នាអ្នកខ្លះគឺមានលុយអាចជួយយើងតាមរយៈការផ្ដល់ជាជំនួយជាលុយអីចឹងទៅហើយអ្នកខ្លះមានទឹកចិត្តល្អក៏ផ្ដល់ឲ្យយើងនៅពាក្យសម្ដីល្អលើកទឹកចិត្តយើងអីចឹងទៅហើយបើអ្នកខ្លះទៀតអាចជាជំនួយដល់ការរៀបចំជីវិតផ្ដល់យោបល់អីផ្សេងចឹងទៅអញ្ចឹងហើយមនុស្សដែលចូលមកក្នុងជីវិតយើងគឺផ្ដល់ជំនួយឲ្យយើងតាមរបៀបខុសគ្នាអញ្ចឹងវាស្ថិតនៅលើត្រង់យើងថាតើយើងត្រូវប្រើប្រាស់ឬមួយក៏សុំជំនួយពីអ្នកដតីបានយ៉ាងដូចម្ដេចយើងទាំងអស់គ្នាគួរតែរៀនសុំជំនួយពីអ្នកដតីមានន័យថាមនុស្សណាគួរតែសុំអ្វីសុំជួយអ្វីហើយមនុស្សណាគួរតែសុំជួយជំនួយផ្សេងអីចឹងទៅអ្នកខ្លះយើងអត់អាចសុំជំនួយពីលុយពីគាត់បានទេប៉ុន្តែយើងអាចសុំយោបល់សុំការផ្ដល់ណែនាំជាការបង្ហាញផ្លូវពីគាត់បានចឹងហើយសមត្ថភាពនៅក្នុងការសុំជំនួយពីអ្នកដទៃគឺវាសំខាន់ពិតមែនយើងមិនមែនចេះតែសុំខុសមនុស្សបានទេមានអ្នកខ្លះគាត់មានគំនិតមានអីចឹងយើងអាចសុំបានតែការផ្ដល់យោបល់ការអីទេយើងហើយអ្នកខ្លះគឺមានលុយប៉ុន្តែនេះគាត់អត់សូវមាននៅក្នុងការចេះផ្ដល់យោបល់ឲ្យអ្នកដទៃអញ្ចឹងយើងអាចសុំជំនួយជាលុយរបស់គាត់ជាថវិកាអីផ្សេងចឹងទៅអ្នកនរគ្នាខ្ញុំសរុបមកវិញវាគឺជារឿងធម្មតាទេនៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយហើយអត់មានអ្នកគ្រប់គ្រងអត់មានអ្នក support អីចឹងមិនមែនព្រោះតែគេស្អប់ឬមួយក៏អត់ចូលចិត្តយើងទេប៉ុន្តែគឺដោយសារតែគឺតម្រូវមកអញ្ចឹងគឺយើងត្រូវតែពឹងពាក់ទៅលើខ្លួនឯងហើយទី2គឺយើងត្រូវចេះប្រើប្រាស់ជំនួយត្រូវចេះសុំជំនួយពីអ្នកដទៃហើយយើងក៏គួរតែជាអ្នកដែលផ្ដល់ជំនួយឲ្យខ្លួនឯងមុននឹងអ្នកដទៃចូលមកជួយយើងផងដែរខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នា and have a good day